ការងារ freelance គឺជាការផ្ដល់សេរីភាពមានថាចង់ធ្វើអីក៏បានលើគាត់សម្រេចខ្លួនគាត់ដែរបើសិនជាគាត់គិតថាខ្លួនឯងមានសមត្ថភាពខ្លាំងហើយអាចចង់បានសេរីភាពច្រើនលើខ្លួនឯងគាត់អាចជ្រើសរើស freelance តែបើសិនជាគាត់គិតថាសមត្ថភាពរបស់ខ្លួនឯងនៅមានកម្រិតអត់ទាន់ដឹងថាចាប់យកមួយណាទៅមួយណាគាត់អាចចូលធ្វើការនៅក្រុមហ៊ុនសិនខ្ញុំធ្លាប់ធ្វើបច្ចេកមួយពាក់ព័ន្ធជាមួយនឹងការ design លក្ខណៈជាកញ្ចប់អញ្ចឹងបងផលវិបាកនៅក្នុងការធ្វើបច្ចេកហ្នឹងគឺ deadline យ៉ា deadline អតិជនគាត់ទាមទារបត់deadline ថាធ្វើកម្រិតថាត្រូវតែបានថ្ងៃហ្នឹងប៉ុន្តែយើងនឹងធ្វើអត់តាន់ហើយអញ្ចឹងយើងត្រូវការដាច់យប់ដាច់អីការអត់ធ្មត់ខ្ពស់ការទំនួលខុសត្រូវហើយនឹងការរៀបចំ schedule ឲ្យបានច្បាស់លាស់ជាមួយអតិថិជនបើសិនជាយើងធ្វើការ freelance យើងស្វែងរកការងារ freelance តើយើងចេះផ្សព្វផ្សាយខ្លួនឯងដែរបកកែតំណងហើយ social media digital សំខាន់បើសិនជាយើងអត់ចេះផ្សព្វផ្សាយខ្លួនឯងគឺអត់មានណាដឹងយើងទាំងអស់គាត់អាចធ្វើ freelance បានហើយតែគាត់ចេះតំណងនិងផ្សព្វផ្សាយខ្លួនឯងទៅលើប្រព័ន្ធ digital